នៅពេលដែលខ្ញុំមានឧបទ្ទវហេតុជួបគ្រោះថ្នាក់ចរាចរណ៍ដំបូងខ្ញុំគិតថានឹងបោះបង់ការប្រកួតនេះចោលប៉ុន្តែគិតទៅវិញខ្ញុំសាកល្បងប្រកួតក៏បានជាប់វគ្គចម្រុះបានបន្តមកដល់វគ្គផ្ដាច់ព្រ័ត្របានវគ្គដៃនេះនៅពេលដែលខ្ញុំមានឧបទ្ទវហេតុជួបគ្រោះថ្នាក់ចរាចរណ៍ដំបូងខ្ញុំគិតថាខ្ញុំនឹងបោះបង់ការប្រកួតនេះចោលប៉ុន្តែគិតទៅវិញខ្ញុំសាកល្បងប្រកួតក៏បានជាប់វគ្គចម្រុះបានបន្តមកដល់វគ្គផ្ដាច់ព្រ័ត្របានវគ្គដៃនេះសម្រាប់ខ្ញុំផ្ទាល់វាពិតជាមានឧបសគ្គខ្លាំងណាស់ក្នុងការដើរក្នុងការទន្ទិញព្រោះអីនៅរៀងរាល់ពេលខ្ញុំទន្ទិញមេរៀនខ្ញុំត្រូវការធ្វើចលនាហើយក្នុងការប្រកួតនេះវាត្រូវឲ្យខ្ញុំធ្វើចលនាដើម្បីឲ្យខ្ញុំងាយស្រួលក្នុងការគិតខ្ញុំមានអារម្មណ៍សប្បាយចិត្តនិងមានមោទនភាពចំពោះខ្លួនឯងដែលសារវាជាលទ្ធផលមួយដែលខ្ញុំប៉ងតាំងពីថ្នាក់ក្រៅមកហើយអ្នកដែលជា motivation ធំបំផុតរបស់ខ្ញុំគឺពុកម្ដាយហើយទី2គឺបងស្រីរបស់ខ្ញុំដែលសារតែគាត់ធ្លាប់ចូលប្រកួតហើយក៏មកបានជ័យលាភីហើយថ្ងៃហ្នឹងគឺខ្ញុំអាចធ្វើបានដូចគាត់ដែរការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិនេះគឺវាជួយពង្រីកធ្វើឲ្យយើងមានភាពក្លាហានហើយជំរុញឲ្យសិស្សានុសិស្សទាំងអស់ហ៊ានចូលប្រកួតប្រជែងនៅកម្មវិធីផ្សេងៗរបស់សាលាដោយគ្មានភាពភ័យខ្លាចហើយទី2គឺពង្រីកចំណេះដឹងបន្ថែមទៀតក្រៅពីនៅក្នុងថ្នាក់របស់យើងគឺជាចំណេះដឹងផ្នែកវប្បធម៌នៃធម៌ជាពិសេសគឺភូមិសាស្ត្រនៅលើពិភពលោកទាំងក្នុងការប្រកួតមោទនភាពដែលកូនខំព្យាយាមនោះវាបានសម្រេចណាគោលបំណងរបស់គាត់អញ្ចឹងណាដល់ថ្ងៃនេះខំជីតាំងពីវិធីមានជ័យមកដល់ហ្នឹងសង្ឃឹមថានឹងលើកពានទីបំផុតបានលើកពានបានសម្រេចមែនអង្គុយដោយភាពក្តុកក្តួលទីបំផុតបាត់ក្តុកក្តួលទៅជាមានភាពត្រេកអរដែលមានមោទនភាពស្បាយចិត្តអញ្ចឹងហើយយើងក៏ចង់ឲ្យស្នងដែរព្រោះពីមុនមកបងគាត់ធ្លាប់តែលើកពានជាងឯងកូនទី1លើកបាន2ដងបាទកូនទី2នេះលើកបានម្ដងកូនទី3អត់ទាន់បានលើកទេខ្ញុំយល់ថាការប្រកួតនេះវាធ្វើឲ្យសិស្សនោះមានភាពក្លាហានដឹងអំពីអរិយធម៌វប្បធម៌រឿងផែនដីអីទាំងក្នុងនិងខាងក្រៅវាជុំវិញពិភពលោកយើងណាពេលមកផ្ទាល់ចិត្តបានដឹងថាអូល្អត្រង់មកបានជាប់បានឈ្នះនេះវាពិបាកណាបានជាទូទៅអ្នកដែលប្រកួតនេះអត់មែនជាផ្សំសមាមទេគឺគាត់មានសមត្ថភាពពិតប្រាកដដូចកូនខ្ញុំអញ្ចឹងបើថាក្នុងកម្រសំនួនហ្នឹងបាន500ទៅ700សំនួនគាត់ទិញចាំអស់លីងគាត់ព្យាយាមដល់ម៉ោង12យប់រាល់ថ្ងៃចំពោះកម្មវិធីប្រកួតចំណេះដឹងភូមិសាស្ត្រជាតិមេលីជ័យគុយលើកទី11សម្រាប់ឆ្នាំសិក្សា 2024-2025 នេះគឺការកំណើនសិស្សចុះឈ្មោះចូលរួមប្រកួតគឺមានរហូតដល់458នាក់ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះគឺមកទាំង12សាខាក្បាច់ជនមានចំនួន31រូបក្នុងនោះផ្នែកបឋមភូមិមានចំនួន15រូបហើយនិងផ្នែកទុតិយភូមិមានចំនួន16រូបសម្រាប់ឆ្នាំនេះគឺមានការគាំទ្រច្រើនចំពោះការប្រកួតទាំងអ្នកអាណាព្យាបាលទាំងសិស្សានុសិស្សលោកគ្រូដែលជាគណៈកម្មការមានការវិយតម្លៃខ្ពស់ចំពោះការប្រកួតនេះគឺប្រកបដោយសុខភាពហើយមានភាពបត់ចត់មែនទែនស្វិតស្វាញជំរាំតែយើងអាចរកឃើញជ័យលាភីលេខ1លេខ2លេខ3នេះគឺយើងជំរុះច្រើនជុំមែនទែនទើបអាចសម្រេចរឿងបានចំពោះសមត្ថភាពរបស់សិស្សានុសិស្សដែលជាបេក្ខភាពចូលរួមប្រកួតគឺសុទ្ធតែអ្នកមានសមត្ថភាពទាំងអស់កម្រងសំណួរចម្លើយដែលយើងបានចែកជូនគាត់គឺឲ្យតែសួរសំណួរក្នុងកម្រងសំណួរគឺគាត់ចេះទាំងអស់អញ្ចឹងមានភាពស្វិតស្វាញរហូតដល់ជុំចុងក្រោយយើងសម្រេចសួរសំណួរខាងក្រៅទាំងអស់សំណួរពិសេសបាទចំពោះបេក្ខភាពទាំង3រូបនេះគឺសមត្ថភាពគាត់ហាក់ផែគ្នាហើយសុទ្ធតែជាអ្នកមានសមត្ថភាពជាតកឹកទីស័ក្តិសមក្នុងការទទួលបានរង្វាន់លេខ1លេខ2លេខ3ហើយលើកពានអ្វីតែអ្នកមានឧបសគ្គយ៉ាងណាក៏ដោយអ្នកបាត់បង់អ្វីក៏ដោយឬក៏មានវិបត្តិអ្វីក៏ដោយក៏មកបងឆន្ទៈនិងតស៊ូរហូតដល់ទីបញ្ចប់ការប្រឡងនិងការប្រកួតប្រជែងហ្នឹងវាមានសម្ពាធខ្លាំងតែបើយើងខ្លាចសម្ពាធយើងអត់ទទួលបានពាននេះទេសាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម